អ្នកទាំងអស់គ្នាប្រហែលជាអត់ចង់ឲ្យឆ្មាអ្នកទាំងអស់គ្នាជួបបញ្ហា no stay ទេហើយមិនអ្នកទាំងអស់គ្នាអត់ចង់ឲ្យឆ្មាអ្នកទាំងអស់គ្នាជួបបញ្ហានោះទេអ្នកទាំងអស់គ្នាត្រូវតែធ្វើរឿងទាំងប្រមាណយ៉ាងនេះទី1នោះគឺឲ្យឆ្មាអ្នកទាំងអស់គ្នានឹងផឹកទឹកឲ្យបានច្រើនបើវាមិនចូលចិត្តផឹកទឹកទេអាចឲ្យវាញ៉ាំអាហារសើមឬអាហារកំប៉ុងណាដើម្បីមានជាតិទឹកច្រើនសិនបើឆ្មាអ្នកទាំងអស់គ្នាផឹកទឹកអត់បានគ្រប់គ្រាន់ណានឹងធ្វើឲ្យនោមរបស់ពួកគាត់នឹងខាប់ហើយបង្កើនហានិភ័យខ្លាំងទៀតផងហើយនោះគឺជាបញ្ហាដែលបណ្ដាលឲ្យគាត់ no stay ទី2នោះគឺការកាត់បន្ថយភាព stress របស់ឆ្មាភាព stress ក៏ជាមូលហេតុមួយនៃការ no stay ដែរឆ្មាជាច្រើនដែលមានបញ្ហា no stay ភ្លាមៗគឺបណ្ដាលមកពីបរិយាកាសផ្លាស់ប្ដូរភ្លាមៗដូចជាផ្លាស់ផ្ទះតក់ស្លុតដោយសម្លេងផាវឬមនុស្សមានចម្លែកឬសាច់ខ្លាំងៗដាក់ឆ្មានឹងឯងរឿងទាំងនេះគឺសុទ្ធតែអាចបង្កឲ្យឆ្មា stress ផងដែរទី3ហ្នឹងគឺអ្នកទាំងអស់គ្នាគួរតែជៀសវាងកុំឲ្យឆ្មាអ្នកទាំងអស់គ្នាហ្នឹងញ៉ាំអាហារណាដែលមានជាតិរ៉ែនិងប្រូតេអ៊ីនខ្ពស់ពេកបើអាហារណាដែលមានរសជាតិរ៉ែខ្ពស់ហ្នឹងយូរទៅអាចបង្កើតឲ្យទៅជាគ្រោះឬក៏គ្រីស្តាល់ក្នុងទឹកនោមនឹងឯងវាអាចស្ទះទៅបំពង់តម្រងនោមរបស់ឆ្មាហើយបណ្ដាលឲ្យឆ្មានោះស្ទះទី4នោះគឺជាការឲ្យឆ្មាហាត់ប្រាណឧទាហរណ៍ទៅឲ្យឆ្មានឹងលេងច្រើនរត់លេងច្រើននឹងឯងជៀសវាងឲ្យឆ្មានឹងធាត់កុំឲ្យធាត់ពេកឆ្មាដែលងាយជួបបញ្ហានោមស្ទះនឹងភាគច្រើនគឺមកពីខ្ជិលធាត់ហើយមិនចូលចិត្តធ្វើចលនាទេអាចលេងជាមួយនឹងឆ្មាជារៀងរាល់ថ្ងៃដើម្បីបង្កើនសកម្មភាពរបស់វាជួយដុតកាឡូរីនិងជួយដល់ការរំលាយអាហារនិងការផ្លាស់ប្ដូរសារធាតុនៅក្នុងរាងកាយរបស់ឆ្មាផងដែរ